តបពីដាក់បាយឲ្យមេជ្រូករបស់ខ្ញុំស៊ីបានមួយសន្ទុះធំឥឡូវនឹងខ្ញុំនាំបងប្អូនទាំងអស់គ្នាទៅមើលមេជ្រូករបស់ខ្ញុំថាវាស៊ីបាយវាក៏ប៉ិនស៊ីយ៉ាងណាបងប្អូនអើយសូម្បីតែកពុបធ្លាក់នឹងអិតក៏វាបន្ទុកដែរឥឡូវនឹងចាប់ផ្ដើមស៊ីចិត្តអស់ហើយចាំមើលសកម្មភាពពេលវាស៊ីអស់ពីស្នូកវាចាប់ផ្ដើមដើរលឹតហើយបងប្អូនអើយនិយាយថាធ្លាក់កពុបអិតនឹងក៏មិនសល់ដែរដើរលឹតតស្ងួតខ្ទេចហើយបើថាស្នូកវិញមិនដែរមានការបាយនៅជាប់នឹងមួយទេនិយាយថាលឹតសំបីអាទឹកក៏មិនសល់ថាវាជក់បើទឹកវិញលុយជ្រិចជ្រិចជ្រិចដូចស្អីចឹងដូចអាម៉ាស៊ីនបូមទឹកដូចតំណងឆ្ងាញ់ហួសណានិយាយថាប៉ុនស៊ីអើយប៉ុនស៊ីមិនដែរថាចេះឈ្មោះបាយចោលមិនដែរចេះថាមានបាយសនឹងស្នូកមិនទេហើយឥឡូវនឹងមើលមេកំមុំរបស់ខ្ញុំ2ក្បាលនេះគីឡូគេចាប់ផ្ដើមតាន់ហើយនិយាយថាតូចតូច2ក្បាលហ្នឹងវាស៊ីដល់ថ្នាក់វាហល់វាដេកទៅទូហើយវាងើបស៊ីវិញទៀតទៅស៊ីតអស់ពីស្នូកហ្មងស៊ីបាយក្បាលពោះចោលហើយមើលចាយបិនប៉ិនជក់ទឹកនេះចាយនេះក៏អត់សូវចេះតបាក់គាត់ជក់ទឹកហើយគាត់តបាក់កាតាមក្រោយចឹងទៅបើមេនេះស៊ីមួយងុំហ៎គេហៅថាងុំហើយបើថាចាយនេះវិញសូម្បីតែកាបាយកាបន្លែធ្លាក់អិតមិនសល់ទេហើយសូម្បីក្នុងស្នូកហ្នឹងលិតគ្មានសល់ទេសូម្បីតែទឹកក៏មិនសល់មកតំណក់ដែររួចហើយគេស៊ីឆ្អែតចឹងគេច្បាច់ទឹកសយោខាងលើហ្នឹងគេច្បាច់តក់ចូលក្នុងស្នូកហ្នឹងកន្លះស្នូកចឹងទៅធានាមត្រឡប់របស់គាត់តែអញ្ចឹងចាយខុសគេថាហាសនាមមេជ្រូករបស់ខ្ញុំស៊ីហើយលិតនិយាយពីថាអូយអាស៊ីមិនឆ្អែតហើយនៅដើរលិតអិតតស្ងួតហ្មងណាតែមើលទៀតឃើញហ្នឹងបងប្អូនអើយសូម្បីតែទឹកមកតំណក់ស្នូកក៏មិនសល់ហើយមើលនិយាយពីថាស៊ីបើថាគាត់តបាក់វិញចាយមួយនេះខ្ចាយទៅដល់ទ្រុងខាងអាតូចដល់តែឃើញជ្រូកខ្ញុំប៉ិនស៊ីអញ្ចឹងសុបាយចិត្តតែបងប្អូនខ្ញុំឃើញបងប្អូនខ្លះគាត់ឆាតសួរខ្ញុំមេជ្រូកគាត់ដាក់វីតាមីនប្រភេទស្អីហើយក៏នៅតែស៊ីហើយឈ្មោះចោលអីចឹងណាចំពោះជ្រូកខ្ញុំអត់ទេបងប្អូនអើយឃើញស្រាប់ហើយឥឡូវហ្នឹងនេះគេផើមចិត្តបាន2ខែហើយចាប់ផ្ដើមញុកសាច់ហើយមេមួយហ្នឹងបាក់បងប្អូនកូនបៅ1ខែលើសទៅ1ខែលើសតិចតួចដល់ហើយស្គមមែនតែនរួចហើយដាក់បាតត3ដងបានជាប់ដោយសារតែមេវាបាក់ហើយស៊ីនោះស៊ីហើយដាក់បណ្ណាក៏អស់ដែរប៉ុន្តែកុំតម្រាំទៅវារើផ្សាច់ធម្មតាសត្វជ្រូកតែផ្ដាច់ដល់ហើយចឹងវាស្គមស្លេកស្លាំងហើយដល់យើងប៉នវាបន្តិចទៅដាក់បាយជាប់ចាប់ពី1ខែឡើងទៅចាប់ផ្ដើមហើយចាប់ផ្ដើមវារើផ្សាច់វិញហើយបើថាមេកដាលនឹងបាច់មើលមានទេលោកអើយប៉ុន្តែតម្រៃទឹកឥឡូវហ្នឹងរួចហើយមេជ្រូកតូចតូចរបស់ខ្ញុំ2ក្បាលនេះឥឡូវហ្នឹងចូលគីឡូតាន់មែនតើកុំឃើញចឹងទេប៉ុន្តែឡើងតាន់ហ្មងបងប្អូនអើយមើលក្រៅឡើងកធិញធិញ2ក្បាលនេះនៅស៊ីប្រភេទវីតាមីនពើតាគៀកឡើយឯងបងប្អូនដល់តែគីឡូវានេះថាចិត្តនឹងចាប់រោឈ្មោលចាប់ផ្ដើមវារោឈ្មោលដល់ហ្នឹងខ្ញុំផ្ដាច់ប្រភេទពើតាគៀកចេញហើយដោយសារប្រភេទពើតាគៀកហ្នឹងសម្រាប់ជ្រូកសាច់វាក្តៅដល់ទៅពេលជ្រូកយើងចាប់ផ្ដើមរោឈ្មោលខ្ញុំផ្ដាច់ប្រភេទពើតាគៀកហ្នឹងចេញខ្ញុំឲ្យស៊ីធម្មតាវីតាមីនបំពន់ដូចមេពួកនេះចឹងហើយឥឡូវនេះមកមើលមេមួយក្បាលនេះបងប្អូនអើយមើលឃើញតែការ៉ូនៅក្នុងស្នូកទេតែទឹកមកតំណក់កាបាយមកគ្រាប់ក៏មានដែរនេះការ៉ូខ្មៅមើលគ្មានឃើញទឹកមកតំណក់ឯងហើយខ្ញុំដាក់ការ៉ូអញ្ចឹងបងប្អូនខ្លះគាត់ឆ្ងល់គាត់ចេះសួរអញ្ចឹងណាចាដោយសារខ្ញុំដាក់បិទការ៉ូស្នូកហ្នឹងដើម្បីកុំឲ្យវាមុតអណ្ដាតវាបងប្អូនធម្មតាយើងធ្វើស្នូកចាក់សាបពូនស៊ីម៉ង់ធម្មតាវាដូចថាវាចាស់ទៅវាកពិកពួកទៅវាជ្រូកយើងវាលិតទៅប៉ះណាវាមុតអណ្ដាតវាអត់បាយក៏មានដែរបងប្អូនដល់ហើយខ្ញុំចេះបិទការ៉ូទៅការ៉ូយើងនៅសល់ខ្ញុំចេះបិទក្នុងស្នូកហ្នឹងអញ្ចឹងទៅឲ្យវាស្មើវាលិតបបហត់អីស្រួលអត់មុតអណ្ដាតហើយបងប្អូនខ្លះគាត់ឆ្ងល់ខ្ញុំបាញ់ថ្នាំស្អីគេពេញតែខ្នងជ្រូកអាហ្នឹងថ្នាំដូចថាថ្នាំផ្សះតបៅបងប្អូនដោយសារជ្រូករបស់ខ្ញុំវាមុខខាំផងវាដូចថាវាទៅដោះនឹងដៃឆ្នាំងពៅនេះវាដូចថាវារឹងក្រឹមទៅវាមុតពេញតែខ្នងពេញអីចឹងទៅដោយសារតែភ្លៀងជាប់មួយថ្ងៃហ្នឹងវាមុះច្រើនដល់ហើយយើងទប់អត់ឈ្នះទេយើងទម្លាក់មុងរាល់យប់ហ្នឹងតែទប់អត់ឈ្នះអាមុះនោះហើយដល់ហើយក៏យើងបាញ់អាថ្នាំស្វាយថ្នាំក្រហមនឹងឲ្យចឹងទៅដើម្បីកុំឲ្យវាល្មមហើយមើលមេតូចរបស់ខ្ញុំដោយសារយើងលេរូបមន្តវាឆ្ងាញ់វាស៊ីឆ្អែតហល់ហើយវាដេកហើយងើបស៊ីវិញទៀតសម្រាប់មេជ្រូកដែលខ្ញុំប្រុងទុកពូជតូច2ក្បាល3ក្បាលហ្នឹងខ្ញុំឲ្យវាស៊ីប្រភេទវីតាមីនពើតាគៀកមួយឈុតនេះបងប្អូនគេបិថាឲ្យតែយើងលេរូបមន្តត្រូវបងប្អូនសត្វជ្រូករបស់យើងស៊ីមិនចេះឈប់ឃើញស្រាប់ហើយមិញស៊ីឆ្អែតវាកាងពោះវាដេកទៅទូងើបស៊ីទៀតហើយឃើញអញ្ចឹងណាទៀតហ្នឹងលឹតតខ្ទេចលឹតទាំងអិតទៀតហ្នឹងបងប្អូនអើយវាថាឲ្យតែឃើញមានបបរកពុកនឹងអិតនឹងដីហើយសំបីតាមាត់ស្នូកហ្នឹងវាលឹតឡើងលីងឆេងហ្មងណាលឹតគ្មានសល់អីណាលឹតចាក់យ៉ាមើលហើយតែមកតំណក់ក៏មិនសល់ដែរណាលឹតឡើងរើងហ្មងជាតិ